កណាសូមនមស្ការនិងចម្រើនពរញាតិញោមពុទ្ធបរិស័ទស្រីប្រុសទាំងអស់ព្រោះណាពរអាភិបសូមជូនដំណឹងញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាពរអញ្ចឹងញាតិញោមទៅក្នុងភូមិយើងញោមដឹងហើយថាក្នុងវត្តយើងកំពុងធ្វើដំបូលព្រះវិហារអញ្ចឹងដែលយើងនៅខ្វះច្រើនណាញោមខ្វះច្រើនមែនតើអញ្ចឹងញោមចូលរួមជួយ share វីដេអូនេះឲ្យលោកពុទ្ធបរិស័ទដែលគាត់នៅឆ្ងាយអាចឃើញវីដេអូនេះហើយគាត់ជួយព្រោះណាព្រោះដែលយើងកំតែបានព្រោះជាង300ដើមទេបងហ្នឹងហើយដល់តម្រូវការដែកយើងត្រូវការដល់1200ដើមព្រោះណាព្រោះដែកនៅក្នុងមួយដើម40000រៀលបងហ្នឹងហើយអញ្ចឹងអាភិបសង្ឃឹមថាញាតិញោមពុទ្ធបរិស័ទអញ្ជើញចូលរួមបងតាមបលាំងវិទ្យាជាពិសេសបងញោមជួយ share ផងបងហើយវត្តអាត្មាភាពនៅស្ថិតនៅក្នុងអឺភូមិប៉ោយងឃុំតាពុងស្រុកថ្មគោលខេត្តបាត់ដំបងបងណាបងអាត្មាពវរណាពុទ្ធបរិស័ទណាមេត្តាចេះថ្លាចូលរួមបងចូលរួមណាតាមកម្លាំងវិទ្យាណាមួយដើមក្តីពីរដើមក្តីបងណាហ្នឹងហើយទៅឃើញតាមវីដេអូនេះដល់អាត្មាភាពផ្សាយទៅតាមប្រព័ន្ធ Facebook Page និង Facebook តលខ្លួនខ្ញុំកណាអាត្មាភាពហើយយោមពុទ្ធបរិស័ទអាចទំនាក់ទំនងមកខ្ញុំកណាបានគឺលេខ081 54 0101ព្រោះណាគឺប្រព័ន្ធ Smart ហើយមួយខ្សែទៀតគឺ069 38 48 67ព្រោះណាបងចេញញោមចាត់ថ្លាចូលរួមបងចូលរួមតាមកម្លាំងធាមួយដើមក្តីពីរដើមក្តីព្រោះណាបងដើម្បីឲ្យបានរាយដែកដំបូលឲ្យហើយបងណាត្រឹមតែបាន300ដើមទេបងណាបងនៅខ្វះ900ដើមទៀតបងអញ្ចឹងញោមណាក្នុងស្រុកក្តីក្រៅស្រុកក្តីអាចជួយទៅតាមកម្លាំងធាបងណាបងជាពិសេសវិជ្ជញោមម្ដងទៀតថាវត្តខ្ញុំកណាអាត្មាភាពដែលស្ថិតនៅក្នុងភូមិប៉ោយងឃុំតាពុងស្រុកថ្មគោលខេត្តបាត់ដំបងចំណាបងណាបងចេះថ្លាកសាងបងនៅដំបូលព្រះវិហាររបស់ខ្ញុំកណាអាត្មាភាពជាទីចេះថ្លានៃពុទ្ធបរិស័ទដើម្បីភិក្ខុសង្ឃណាអង្គសាមណេរបានប្រើប្រាស់ណាឥឡូវយើងជីកនឹងចូលដល់រដូវវស្សាទៅហើយបងណាអញ្ចឹងបើចង់បានរាយដែកឲ្យបានមុនចូលវស្សាទៅហើយដល់ពេលប្រជុំយើងណានឹងចាប់ដើមប្រក់អីផ្សេងទៀតបងណាបងដោយសារយើងផ្អាកដំណើរការរៀងយូរដែរហើយយំណាបងអញ្ចឹងញោមអាចចូលរួមបងណាមួយដើមក្តីពីរដើមក្តីបងណាបាទធៀបហើយជួយផ្សេងញោមពុទ្ធបរិស័ទជួយ share ផងបងជួយ share ជាការជួយ share របស់ញោមពុទ្ធបរិស័ទណាអាចជាចំណែកបុណ្យមួយដែរបងណាបងដើម្បីឲ្យញាតិញោមជាម្ចាស់សទ្ធាគាត់ឃើញចង់ចូលរួមអីបងណាបងអញ្ចឹងយើងនៅខ្វះ400ដើមទៀតបងអញ្ចឹងសូមអនុមោទនា